តើមិត្តគិតថារឿងអ្វីដែលអាចធ្វើឲ្យឪពុកស្រក់ទឹកភ្នែកគឺជារឿងការបាត់បង់អ្វីមួយបើសិនជាឪពុកគាត់បាត់បង់ទ្រព្យសម្បត្តិណាមួយដូចជាកាបូបលុយសោឡានសោម៉ូតូជាដើមគាត់អាចនឹងខំរោគរហូតទាល់តែស្រក់ទឹកភ្នែកដោយសាររោគនឹកមិនឃើញចុះឧទាហរណ៍បើបាត់កូនម្ដងតើនឹងស្រក់ទឹកភ្នែកប៉ុណ្ណាទៅតែពេលដែលរកឃើញមកវិញតើនឹងស្រក់ទឹកភ្នែកដែរឬទេខ្ញុំគិតថាអាចនឹងស្រក់ទឹកភ្នែកដោយសារស្រក់ទឹកភ្នែកដោយអំណរដោយបានរកឃើញរបស់នោះមកវិញខ្ញុំគិតថារឿងនេះក៏អាចប្រៀបធៀបជាមួយនឹងរឿងរបស់ព្រះផងដែរព្រះយេស៊ូវបាននិទានពីរឿងពាក់ព័ន្ធនឹងការបាត់បង់ទាំងកាក់ទាំងកូនចៀមទាំងមនុស្សនៅក្នុងព្រះគម្ពីរហើយក្នុងរឿងទាំង3នេះពេលដែលបានរកឃើញរបស់ទាំងនោះមកវិញគឺមានអំណរយ៉ាងខ្លាំងហើយពិសេសសម្រាប់កូនដែលបាត់បង់លោកឪពុកបានខំទន្ទឹងរង់ចាំផ្លូវកូនត្រឡប់មកវិញចាប់ពីថ្ងៃដែលកូនបានចាកចេញពីឪពុកទៅនេះហើយជាការទ្រាំអត់របស់លោកឪពុកមិនដឹងជាស្រក់ទឹកភ្នែកប៉ុណ្ណាទៅតែពេលកូនបានត្រឡប់មកវិញឪពុកបានទៅរត់ទៅទទួលកូនពីចម្ងាយហើយក៏បានអោបថើបកូនលើកកូនដែលបានខំអង្វរលោកឪពុកដោយក្រាបសំពះដល់ដីលើកកូនឡើងមកវិញបំពាក់ចិញ្ចៀនថ្មីបំពាក់ខោអាវថ្មីទាំងស្បែកជើងថ្មីលើកតាំងជាកូនរបស់លោកឪពុកសាជាថ្មីហើយក៏បានធ្វើជប់លៀងធំមួយសម្រាប់ឲ្យគ្រប់គ្នាដឹងថាកូនដែលបានបាត់បង់កូនដែលបានស្លាប់កូនដែលបានវង្វេងបានវិលត្រឡប់មកវិញហើយនៅនគរឋានសួគ៌មានការស្រក់ទឹកភ្នែកដែរពេលដែលយើងបានធ្លាក់ក្នុងអំពើបាបពេលដែលយើងបានវង្វេងនៅក្នុងអំពើបាបពេលដែលយើងឆ្លក់ក្នុងផ្លូវរបស់ខ្លួនតែពេលដែលយើងវិលត្រឡប់មកលោកឪពុកវិញពេលដែលយើងវិលត្រឡប់មកព្រះវិញគឺមានអំណរពុនពេកនៅនគរឋានសួគ៌ដែរនេះហើយជាអ្វីដែលអាចធ្វើឲ្យលោកឪពុកខាងផែនដីយើងហើយប្រហែលនៅឋានសួគ៌ដែរស្រក់ទឹកភ្នែកគឺការបាត់បង់កូនជាទីស្រឡាញ់របស់លោកឪពុកហើយពេលបានរកឃើញមកវិញក៏អាចនឹងមានការស្រក់ទឹកភ្នែកដែរដោយអំណរ